តើសង្គ្រាមសៀមឈ្លានពានលើកទី2មានដែរឬទេតើខ្មែរអាចឈ្នះធ្វើការទប់ទល់ទេឬអាចបំបាក់សៀមបានដែរឬទេចំពោះសង្គ្រាមសៀមឈ្លានពានខ្មែរជាលើកទី2អាចមានឬមិនមានគឺអាស្រ័យលើសៀមព្រោះរាជរដ្ឋាភិបាលខ្មែរនៅតែប្រកាន់គោលចំហដោះស្រាយតាមនីតិវិធីនៅកិច្ចព្រមព្រៀងនានាជាចំណុចដែលខ្មែរឈ្នះដោយមិនចាំបាច់ច្បាំងចុះបើសិនសៀមឈ្លានពានខ្មែរតើខ្មែរគិតយ៉ាងណាពីព្រោះថាក្នុងរយៈពេលប្រមាណថ្ងៃនេះកងទ័ពសៀមតែងតែចល័តទ័ពសុភាវុធនិងប្រើប្រាស់យន្តហោះចម្បាំងហោះតាមខ្សែបន្ទាត់ព្រំដែនរួមទាំងបានប្រកាសប្រតិបត្តិការយោធាថែមទៀតខ្ញុំអាចឆ្លើយត្រឹមថាផ្អែកទៅលើការបទដ្ឋានយុទ្ធវិធីយុទ្ធសាស្ត្រយោធាជាទ្រឹស្ដី3ជម្រាបជូនបងប្អូនដូចជាទី1ស៊ុនអ៊ូនិយាយថាការប្រើប្រាស់ការបំភាន់និងការប្រើប្រាស់យុទ្ធសាស្ត្រដើម្បីស្ទាបស្ទង់កម្លាំងពិតរបស់សត្រូវមានន័យថាការប្រើប្រាស់ការបំភាន់ដើម្បីឲ្យសត្រូវតែវង្វេងឬជឿជាក់រួចកំណត់យកគោលដៅដែលយើងចង់បានចំណែកការស្ទាបស្ទង់កម្លាំងរបស់សត្រូវត្រូវដើរទន្ទឹងគ្នាជាមួយនឹងកម្លាំងការពារដូចជាសៀមរាល់ថ្ងៃបានប្រើប្រាស់ការបំភាន់នៅតំបន់មួយចំនួនរួចចល័តទ័ពមកស្ទាបស្ទង់កម្លាំងខ្មែរតែប្រើប្រាស់យន្តហោះចម្បាំងហោះពីលើចាំមើលដើម្បីការពារចុះខ្មែរមានអ្វីទប់ទល់ទេចម្លើយខ្លីស៊ីផុយទី2ហ៊ីតឡែរនិយាយថាកត្តាចម្បងនៃការប្រយុទ្ធគឺជាមហិច្ឆតាឯការឈ្នះចម្បងនៅក្នុងសមរភូមិគឺជឿជាក់មេតបមានន័យថាមហិច្ឆតានៃការធ្វើចម្បាំងអាចជំរុញសក្តានុពលអ្នកប្រយុទ្ធមានស្មារតីរឹងមាំដើម្បីឈ្នះចំណែកការជឿជាក់លើមេតបរៀបចំយុទ្ធសាស្ត្រច្បាស់ជាធ្វើឲ្យចម្បាំងនៃការប្រយុទ្ធគ្នាមានប្រសិទ្ធភាពខ្ពស់ដូចជាសៀមវាកំពុងតែមានមហិច្ឆតាចង់បានដីខ្មែរកំពុងតែមានស្មារតីខ្ពស់ក្នុងការប្រយុទ្ធចំណែកមេតបសៀមត្បិតគ្មានបទពិសោធន៍ប៉ុន្តែបានរៀនចុះខ្មែរមានអ្វីទប់ទល់ទេចម្លើយខ្លីស៊ីផុយទី3ហូជីមីននិយាយថាសង្គ្រាមគឺពាក្យស្លាប់បើយើងមិនស្លាប់ក៏គេស្លាប់ដើម្បីសម្លាប់គេបានយើងត្រូវរស់មានន័យថាសង្គ្រាមគឺជាសេចក្តីស្លាប់មានតែសម្រាប់មនុស្សដែលចង់មានការស្លាប់ទេដែលបង្កើតសង្គ្រាមចំណែកបើគេស្លាប់គឺយើងស្លាប់ដើម្បីសម្លាប់គេបានយើងត្រូវរស់គឺត្រូវគិតឲ្យច្បាស់មុនប្រយុទ្ធដូចជាសៀមប្រើប្រាស់ការគំរាមដើម្បីបញ្ជាក់ពីមិនខ្លាចស្លាប់ឯការប្រយុទ្ធគឺសង្ឃឹមខ្ពស់ចុះខ្មែរមានអ្វីទប់ទល់ទេចម្លើយខ្លីស៊ីផុយទាំង3ចំណុចនេះគឺជាស្ថានភាពជាក់ស្ដែងយុទ្ធសាស្ត្ររបស់សៀមយើងត្រៀមរងចាំមកយកទៅធ្វើជាចំណីរបស់សត្វខ្មាទេព្រោះថា3ចំណុចនេះដូចជាគ្មានអ្វីអស្ចារ្យមកពេលណាក៏បាននេះបើផ្អែកលើទ្រឹស្ដីដែលខ្ញុំធ្លាប់រៀនសូត្រនៅសាលាយោធាព្រោះប្រតិបត្តិការនៃយោធាប្រសិនជាធ្វើតាមយុទ្ធវិធីតាមបែបល្ងីល្ងើទាំង3នៃប្រព័ន្ធយុទ្ធសាស្ត្រសៀមត្រៀមចាំតែស្លាប់ទៅធ្វើចំណីសត្វថ្មាដោយការពីសង្គ្រាម5ថ្ងៃការសរសេររៀបរាប់ទាំងអស់នេះគឺគ្រាន់តែជាទិន្នន័យដើម្បីឲ្យបងប្អូនអានស្វែងយល់ប្រសិនជាមានចំណុចជ្រុលលើខ្វះត្រង់ចំណុចណាខ្ញុំសូមការអធ្យាស្រ័យទុកជាមុនខ្ញុំសូមអរគុណខ្ញុំសូមគោរពអរគុណបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានពីដើមរហូតដល់ចប់និងចុងបញ្ចប់ខ្ញុំសូមឲ្យបងប្អូនត្រូវតែជឿជាក់លើរដ្ឋាភិបាលដើម្បីការពារយើងនិងជាតិយើងរូបភាពធ្វើសង្គ្រាមដើម្បីគ្រប់គ្រងលើដីមិនមែនគ្រប់គ្រងលើអាកាសទេហោះឲ្យស្រួលបួរប្រយ័ត្នចូលដីខ្មែរធ្លាក់ដូចដ្រូនមុនឯសង្គ្រាម5ថ្ងៃយន្តហោះចម្បាំងសៀមមិនធ្លាក់នោះទេប៉ុន្តែអ្នកបើកយន្តហោះស្លាប់ក្រេឌីតពីបងប្រុសហុកណេវផងដែរតកតងទៅនឹងព័ត៌មានចែករំលែកថ្ងៃនេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា